កម្ពុជាអញ្ជើញមន្ត្រីការទូតបរទេសនៅកម្ពុជាមកបញ្យល់ពីបញ្ហាព្រំដែនកម្ពុជាថៃនិងបណ្ដឹងទៅ ICJ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅព្រឹកថ្ងៃទី17ខែមិថុនានេះបានកោះអញ្ជើញឯកអគ្គរដ្ឋទូតនៃបណ្ដាអង្គទូតបរទេសប្រចាំកម្ពុជាចំនួន27ប្រទេសដើម្បីធ្វើការពន្យល់អំពីការវិវត្តនៃស្ថានភាពបញ្ហាព្រំដែនកម្ពុជាថៃនិងការបញ្ជូនប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំបីទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ កិច្ចប្រជុំនេះគឺដឹកនាំដោយលោកប្រាក់សុខុនឧបនាយករដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបណ្ដឹងផ្លូវការរបស់កម្ពុជាដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែនជាមួយប្រទេសថៃនៅតំបន់ប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំបីត្រូវបានលោកស្រីស្រេងធីតាឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសហូឡង់ប្រកល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជីនៅតុលាការយុត្តិធម៌អន្តរជាតិ ICJ រួចរាល់ហើយកាលពីថ្ងៃទី16ខែមិថុនាឆ្នាំ2025សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានគូបញ្ជាក់ទៀតថាកម្ពុជាមិនដកថយទេពាក់ព័ន្ធនឹងការស្នើសុំឲ្យតុលាការយុត្តិធម៌អន្តរជាតិ ICJ ជួយដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃនៅប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាក្របីនិងតំបន់មុំបីសម្រាប់សម្ដេចរាជរដ្ឋាភិបាលនិងបន្តកិច្ចការនេះប្រកបទៅដោយការបដិញ្ញាចិត្តនិងការទទួលខុសត្រូវខ្ពស់ដើម្បីការពារបូរណភាពទឹកដីក៏ដូចជាឧត្តមប្រយោជន៍ជាតិនិងប្រជាជនខ្មែរ